សួស្តីពុកម៉ែបងប្អូនថ្ងៃនេះយើងមកបន្តសាច់រឿងរបស់យើងទៀតហើយក៏សូមអរគុណទៅកាន់បងប្រុសផងដែរដែលបានឧបត្ថម្ភមកកាន់វីដេអូរបស់យើងមួយវិញទៀតក៏សូមអធិស្ឋានទៅកាន់អ្នកទាំងអស់គ្នាផងដែរដែលប្រហែលថ្ងៃនេះបានចេញវីដេអូដោយសារតែឈឺកហើយវីដេអូរបស់យើងនឹងអេដមីនធ្វើប្រហែលជា3-4ថ្ងៃហើយឥឡូវយើងចូលមកសាច់រឿងរបស់យើងតែម្ដងទៅដែលតពីភាពមុនបន្តមកនៅពេលនេះចៅឆិនគាត់ក៏បានសោកនៅពាក្យកលឹះមួយចំនួនដែលគឺជាការបង្កើតបន្ទាប់ពីគាត់បានសូត្រជាច្រើនដងនៅពេលនេះអ្នកគ្រូក៏បាននិយាយថាវាពិតជាអ្វីដែលបានគាត់ត្រាមែនតើគេពិតជាបានយល់ដឹងអំពីមេរៀននៅក្នុងសៀវភៅនេះមែនទេបន្ទាប់ពីច្រើនម៉ោងក្រោយមកពេលនេះចៅឆិនគាត់ក៏បានសូត្រចប់ហើយគាត់បាននិយាយថាអញ្ចឹងនៅពេលនេះខ្ញុំមិនចាំបាច់សរសេរ5000ចប់នោះទេស្រាប់តែពេលនោះអ្នកគ្រូក៏បាននិយាយថាប៉ុន្តែអ្នកបានសូត្រខុសនៅចំកន្លែងមួយដែលវាគឺជាការបង្កើតចំនួនបេះដូង2ដែលបានផ្លាស់ប្ដូរទៅជាស្នូលហើយពេលនេះចៅឆិនគាត់បាននិយាយថាតើវាពិតជាខុសមែនទេបន្ទាប់មកគាត់ក៏បានកើតក្នុងចិត្តតើនៅក្នុងអត្ថបទមួយនេះដែលខ្ញុំបានធ្លាប់សរសេរពីមុនមើលទៅប្រហែលជាវាបានបាត់នៅពាក្យកន្លឹះមួយចំនួនព្រោះអីវាពិតជាមានរយៈពេល300ឆ្នាំកន្លងផុតទៅហើយអ្នកគ្រូក៏បាននិយាយទៀតថាចៅឆិនតើអ្នកនៅពេលនេះមានអ្វីដែលត្រូវបកស្រាយជាមួយនឹងពាក្យកន្លឹះដែលបានខុសនេះទេចៅឆិនគាត់ក៏បាននិយាយថាមែនហើយការបង្កើតមួយវាពិតជាត្រូវការស្នូល2ហើយវាក៏មានចំណុចបេះដូងដែលត្រូវការដំណើរការនៃការបង្កើតផងដែរវាក៏ប្រៀបដូចជាមនុស្សបើសិនជាវាពិតជាបានខ្វះនៅកន្លែងសំខាន់ការដំណើរការនៃការបង្កើតវាមិនអាចទៅរួចនោះទេអ្នកគ្រូសាលីអឺបាននិយាយថាបានចឹងអ្នកចង់មានន័យថាមនុស្សក៏អាចមានបេះដូង2បានផងដែរមែនទេចៅឆិនគាត់បាននិយាយថារឿងទាំងអស់នេះវាគឺជាហេតុផលរបស់ខ្ញុំវាពិតជាមានភាពស្មុគស្មាញជាខ្លាំងខ្ញុំពិតជាមិនអាចបកស្រាយបានពេញលេញនោះទេបើសិនជាវាពិតជាគ្មានបញ្ហាអ្វីនោះទេនៅពេលនេះខ្ញុំនឹងសូមចាកចេញទៅមុនហើយពេលនេះអ្នកគ្រូសាលីអឺបាននិយាយថាការនិយាយរបស់ចៅឆិនខ្ញុំហាក់បីដូចជាមិនអាចបានឮសោះតើការនិយាយនៃការបង្កើតមួយនេះវាពិតដែរឬទេការមកខាងពេលនេះវិញដែលចៅឆិនក៏កំពុងតែគិតក្នុងចិត្តថាតើយេសន្តកដែលនាយករងបានប្រាប់ថាវាគឺនៅកន្លែងតំបន់សម្ងាត់មួយបន្ទាប់ពីកំពុងតែកើតនៅពេលនោះក៏មានសម្បត្តិអ្វីមួយយ៉ាងដែលបានហោះមករកចៅឆិនរួចចៅឆិនគាត់ក៏បានបើកមើលវាហើយបាននិយាយថានេះគឺជាសម្បត្តិដែលបានផ្សាយមកដោយព្រឹទ្ធាចារ្យឈានដែលត្រូវជាសមាគមចម្រាញ់ឱសថតើនៅពេលនេះសមាគមចម្រាញ់ឱសថពិតជាមានបញ្ហាម្ដងទៀតមែនទេមើលទៅម្ចាស់ប្រាសាទលាស់សិនគេពិតជាបានមកម្ដងទៀតវាមិនអីទេវាមិនអីនោះទេនៅពេលនេះខ្ញុំគួរតែជំរះបញ្ជីជាមួយនឹងគេតែម្ដងទៅរួចក៏បានកាត់មកខាងសមាគមចម្រាញ់ឱសថនៅពេលនេះវិញដែលវាពិតជាមានថាមពលជាខ្លាំងដែលថាមពលទាំងអស់នេះវាពិតជាបានចេញអំពីក្របថ្នាំដែលក្របថ្នាំចម្រាញ់មួយនេះត្រូវបានចម្រាញ់ដោយព្រឹទ្ធាចារ្យជាន់ខ្ពស់ម្នាក់ដែលបានមកពីសមាគមចម្រាញ់ឱសថផងដែរបន្ទាប់ពីគេបានចម្រាញ់រួចហើយក៏បាននិយាយថាពេលនេះប្រធានសមាគមខ្ញុំពិតជាបានចម្រាញ់ក្របថ្នាំកម្រិតទី6ដែលវាគឺជាក្របថ្នាំយាលីងបន្ទាប់មកគេក៏បានកើតក្នុងចិត្តថាជាមួយនឹងក្របថ្នាំមួយនេះខ្ញុំពិតជាបានចំណាយជាច្រើនទៅលើក្របថ្នាំក្របវិញ្ញាណដើម្បីធ្វើឲ្យធម៌ពលវិញ្ញាណរបស់ខ្ញុំបានកើនឡើងក្នុងការចម្រាញ់ក្របថ្នាំកម្រិតទី6មួយនេះរួចក៏មានព្រឹទ្ធាចារ្យម្នាក់ទៀតគេបាននិយាយថាបើតាមច្បាប់នៃសមាគមរបស់ពួកយើងអ្នកណាដែលមានសមត្ថភាពខ្លាំងជាងគេអ្នកនោះនឹងត្រូវក្លាយទៅជាមេដឹកនាំសមាគមបន្ទាប់ប្រធានសមាគមឈៀវហៃសិនបានឆ្លើយតបថាវាមិនអីទេនៅពេលនេះគាត់នឹងក្លាយទៅជាមេដឹកនាំបន្ទាប់ហើយប្រធានសមាគមថ្មីបាននិយាយថាបានចឹងវាមិនអីទេចាប់តាំងពីថ្ងៃនេះខ្ញុំនឹងក្លាយទៅជាអ្នកដឹកនាំបន្ទាប់ទោះជាយ៉ាងណាក៏ដោយនៅក្នុងសមាគមចម្រាញ់ឱសថគ្រូចម្រាញ់ឱសថនឹងត្រូវបង់ប្រាក់កាក់ចំនួន1000កាក់ក្នុងមួយខែបន្ទាប់ពីគ្រូចម្រាញ់ឱសថបានស្ដាប់នៅឮពាក្យទាំងនេះហើយពួកគេក៏មានភាពតវ៉ាជាខ្លាំងហើយបាននិយាយថានេះហាក់បីដូចជាបានគេចំណេញទៅលើពួកយើងជាខ្លាំងកាលពីកន្លងមកពួកយើងពិតជាបានធ្វើរឿងជាច្រើនដើម្បីតែសមាគមហេតុអ្វីបានជាពេលនេះពិតជាបានទារការប្រាំពីពួកយើងហើយនៅពេលនេះប្រធានសមាគមថ្មីដែលគេបាននិយាយថាបើសិនជាអ្នកទាំងអស់គ្នាមិនធ្វើតាមបញ្ជារបស់ខ្ញុំទេគ្រូចម្រាញ់ឱសថនៅពេលនេះនឹងត្រូវបានបណ្តេញចេញហើយនឹងត្រូវជំនួសគ្រូចម្រាញ់ឱសថថ្មីផ្សេងទៀតទោះជាយ៉ាងណាក៏ដោយគ្រូចម្រាញ់ឱសថពួកគេនៅពេលនេះនៅតែតវ៉ាស្រាប់តែពេលនោះក៏បានលើកសំឡេងមួយអ្នកនៅពេលនេះកំតាន់ក៏ស្រមៃលឿនពេកថានឹងខ្លាចទៅជាប្រធានសមាគមខ្ញុំមិនតាន់បានចូលរួមនៅក្នុងការប្រកួតមួយនេះទេដែលសំឡេងនិយាយនោះគឺជាចៅឆិនរួចប្រធានសមាគមទៀនសឹកគេបាននិយាយថា
តើឯងគឺជាចៅឆិនមែនទេហេតុអ្វីបានជាឯងហ៊ាននិយាយបែបនេះវាហាក់បីដូចជាពិតជាមានភាពអស់សំណើចជាខ្លាំងចៅឆិនបានឆ្លើយតបទៅវិញថាប៉ុន្តែនៅពេលនេះខ្ញុំមិនតន់សាកល្បងទេអ្នកទាំងអស់គ្នាគួរតែមើលវាទៅរួចបន្ទាប់មកពេលនេះចាងតានគេបាននិយាយថាបើតាមមើលទៅចៅឆិននៅពេលនេះគេពិតជាចង់បង្កបញ្ហាហើយតើគេគិតថាខ្លួនឯងពិតជាមានសមត្ថភាពមែនទេគ្រាន់តែជាគ្រូចម្រាញ់ឱសថកម្រិតទី3រួចពេលនោះចាងតានគេបាននិយាយថាលោកគ្រូនៅពេលនេះចៅឆិនគេពិតជាបានបង្កបញ្ហាជាមួយនឹងប្រាសាទឡសិនហើយបានធ្វើឲ្យសមាគមចម្រាញ់ឱសថនិងប្រាសាទឡសិនពិតជាមានចំនួននឹងគ្នាពេលនេះទៀនសឺគេបាននិយាយថាចៅឆិនឯងពិតជាបានមានភាពក្អេងក្អាងជាខ្លាំងតើឯងមានសមត្ថភាពអ្វីទៅដើម្បីមកប្រកួតប្រជែងជាមួយនឹងយើងនៅពេលនេះចៅឆិនគាត់ក៏បានឆ្លើយតបទៅវិញបានចាំមិនអីទេបើសិនជាលោកចៅដឹងថាខ្ញុំមានសមត្ថភាពលោកនៅពេលនេះគួរតែមើលមកកាន់ខ្ញុំមកស្រាប់តែពេលនោះព្រឹទ្ធាចារ្យទៀនសឺគេបាននិយាយថាចៅឆិនឯងនៅពេលនេះប្រហែលជាកំពុងតែលេងសើចជាមួយនឹងយើងហើយឯងគ្រាន់តែជាគ្រូឱសថកម្រិតទី3តើនៅពេលនេះឯងចង់ចម្រាញ់គ្រាប់ថ្នាំកម្រិតទី6មែនទេបន្ទាប់មកនៅពេលនេះចៅឆិនគាត់មិនបាននិយាយអ្វីច្រើនទេក៏បានហោះឡើងទៅលើសង្វៀនហើយក៏បាននិយាយទៅកាន់ព្រឹទ្ធាចារ្យឈៀវហៃសានថាគ្រាន់តែប្រកល់គ្រឿងផ្សំឱសថសម្រាប់ខ្ញុំនៅពេលនេះមកក្នុងការចម្រាញ់ឱសថបន្ទាប់មកព្រឹទ្ធាចារ្យឈៀវក៏បានប្រកល់គ្រឿងផ្សំឱសថទៅកាន់ចៅឆិនបន្ទាប់ពីចៅឆិនគាត់បានទទួលគ្រឿងផ្សំឱសថរួចហើយពេលនេះគាត់ក៏បានរួមបញ្ចូលគ្នាជាមួយនឹងគ្រឿងផ្សំឱសថទាំងអស់ដើម្បីដាក់បញ្ចូលគ្នាតែមួយហើយក៏បានបញ្ចេញឥទ្ធិពលចង្ក្រានសត្វទាំង4ក្នុងការរួមបញ្ចូលជាមួយនឹងគ្រាប់ស្លាមផងដែរព្រឹទ្ធាចារ្យទៀនសឺគេបាននិយាយថាតើនេះគឺជាវិញ្ញាណសត្វទាំង4នៃចង្ក្រានមែនទេមនឹកស្មានថាចង្ក្រានដែលប្រើប្រាស់ក្នុងការចម្រាញ់ឱសថនៅពេលនេះវិញ្ញាណសត្វទាំង4ពិតជាបានលេចចេញមកម្ដងទៀតរួចពេលនេះចៅឆិនគាត់បាននិយាយថាវិញ្ញាណសត្វទាំង4ក្នុងការរួមបញ្ចូលគ្នាជាមួយនឹងគ្រាប់ថ្នាំបន្ទាប់មកពេលនេះមនុស្សគ្រប់គ្នាពួកគេបាននិយាយថាតើចៅឆិនគេពិតជាអាចធ្វើបានមែនទេឥទ្ធិពលនៃថ្នាំវាហាក់បីដូចជាខ្លាំងជាងព្រឹទ្ធាចារ្យទៀនសឺទៀតបើតាមមើលទៅគ្រាប់ថ្នាំមួយនេះវាប្រហែលជានៅកម្រិតទី6ដំណើរការកំពូលហើយព្រឹទ្ធាចារ្យទៀនសឺបាននិយាយថាតើនេះវាអាចនឹងទៅរួចដោយរបៀបណាទៅតើគេបានធ្វើអ្វីខ្លះទៅចាងតានៅពេលនេះគេបានគិតក្នុងចិត្តថាមនឹកស្មានថាគេពិតជាទទួលបានជោគជ័យពិតមែនចៅឆិនរួចបន្តមកនៅពេលនេះប្រធានសមាគមឈៀវហៃសានគាត់ក៏បាននិយាយថាមនឹកស្មានថាចៅឆិនសមត្ថភាពរបស់គេពិតជាបានលើសអំពីការរំពឹងទុករបស់ខ្ញុំទៀតកាលពីពេលមុនខ្ញុំពិតជាល្ងងមែនដែលចង់យកគាត់ធ្វើជាកូនសិស្សប៉ុន្តែសមត្ថភាពរបស់ខ្ញុំពិតជាមិនអាចប្រៀបធៀបជាមួយនឹងគាត់បានទេរួចពេលនេះចៅឆិនក៏បាននិយាយទៅកាន់ព្រឹទ្ធាចារ្យទៀនសឺថាក្របថ្នាំរបស់ខ្ញុំនៅពេលនេះវាគឺជាកម្រិតទី6ដំណាក់កាលខ្ពស់តាមច្បាប់នៃសមាគមអ្នកណាដែលមានសមត្ថភាពខ្លាំងជាងគេអ្នកនោះនឹងត្រូវខ្លាចតែជាមេដឹកនាំបន្ទាប់ពីព្រឹទ្ធាចារ្យទៀនសឺគាត់បានឃើញបែបនេះហើយគាត់បាននិយាយថាបានចឹងមិនអីទេខ្ញុំពេលនេះព្រមចោះចាញ់ហើយចាងតានពេលនោះគេបាននិយាយថាលោកគ្រូហេតុអ្វីបានជាអ្នកជឿទៅលើរឿងនេះបន្តមកចៅឆិនក៏បានចាប់ទៅលើគេហើយបាននិយាយថាអ្នកនៅពេលនេះពិតជាបានបង្កបញ្ហាជាច្រើនទៅកាន់សមាគមហើយពិតជាបានធ្វើរឿងខុសឆ្គងមួយចំនួនផងដែររួចចាងតានគេបានឆ្លើយតបទៅវិញថានៅពេលនេះអ្នកប្រុសចៅឆិនពិតជាបានយល់ច្រឡំមកកាន់ខ្ញុំហើយខ្ញុំធ្វើរឿងទាំងអស់នេះដើម្បីធ្វើឲ្យសមាគមមានការរីកចម្រើនទៅមុខបន្តទៀតនោះទេចៅឆិនបាននិយាយទៅវិញប៉ុន្តែអ្នកធ្វើរឿងទាំងអស់នេះគឺជាការបំពានច្បាប់នៃសមាគមហើយរួចបន្តមកគ្រូឱសថផ្សេងទៀតពួកគេក៏បាននិយាយផងដែរមែនហើយគេពិតជាបានធ្វើខុសច្បាប់នៃសមាគមពេលនេះគេនឹងត្រូវដាក់ទោសហើយចាងតានក៏បាននិយាយទៅកាន់លោកគ្រូរបស់គេថាលោកគ្រូនៅពេលនេះសូមជួយសង្គ្រោះខ្ញុំផងព្រឹទ្ធាចារ្យទៀនសឺគាត់បានឆ្លើយតបថាអ្នកគួរតែដោះស្រាយវាដោយខ្លួនឯងទៅខ្ញុំគ្មានអ្វីដែលពាក់ព័ន្ធនោះទេរួចគាត់ក៏បានដើរចាកចេញអំពីទីកន្លែងមួយនេះចៅឆិនគាត់ក៏បាននិយាយបន្តទៀតថាទោះជាយ៉ាងណាក៏ដោយពេលនោះចាងតានគេបានឆ្លើយតបទៅវិញចៅឆិនឯងពិតជាបានធ្វើឲ្យយើងធ្លាក់ដល់ចំណុចមួយនេះរួចគេក៏បានបើកការវាយប្រហារទោះជាយ៉ាងណាក៏ដោយការវាយប្រហាររបស់គេត្រូវបានចៅឆិនទប់ទល់គាត់បានបើកការវាយប្រហារទៅកាន់គេវិញដែលបានធ្វើគេរងរបួសនៅពេលនេះមនុស្សនៃសមាគមចម្រាញ់ឱសថពួកគេបាននិយាយទៀតថាពេលនេះគួរតែសម្លាប់ទៅកាន់គេទៅគេបច្ចុប្បន្នធ្វើរឿងខុសជាខ្លាំងហើយប្រធានសមាគមឈៀវហៃសានបាននិយាយបន្តទៀតថាចាប់តាំងពីលោកចៅឆិននៅពេលនេះគាត់បានក្លាយទៅជាជើងឯកនៃការចម្រាញ់ឱសថមួយនេះហើយចាប់តាំងពីពេលនេះទៅគាត់ក៏ជាប្រធានសមាគមរបស់ពួកយើងដែលត្រូវជាមេដឹកនាំបន្តទៀត
ចៅឆិនគាត់ក៏បានឆ្លើយតបទៅវិញខ្ញុំហាក់បីដូចជាមិនចាប់អារម្មណ៍ទៅលើតំណែងប្រធានសមាគមនោះទេខ្ញុំគិតថានៅពេលនេះព្រឹត្តិការណ៍ឈៀវហៃសានគួរតែធ្វើជាប្រធានសមាគមបន្តទៀតទៅប្រធានសមាគមឈៀវហៃសានបាននិយាយទៀតថាចាប់តាំងពីលោកចៅឆិនបាននិយាយបែបនេះហើយខ្ញុំគ្មានអ្វីដែលត្រូវបដិសេធទៀតទេហើយគាត់ក៏បាននិយាយទៅកាន់សមាជិកថានេះគឺជាលោកចៅឆិនដែលបានជួយសង្គ្រោះសមាគមរបស់ពួកយើងនៅពេលដែលបានជួបរឿងបញ្ហានៅពេលនេះអ្នកទាំងអស់គ្នាគួរតែអរគុណទៅកាន់គាត់ទៅហើយចាប់ពីពេលនេះតទៅគាត់នឹងក្លាយទៅជាប្រធានកិត្តិយសរបស់ពួកយើងបន្តមកចៅឆាន់គាត់ក៏បាននិយាយទៅកាន់ពួកគេថាវាមិនចាំបាច់ទេអ្នកទាំងអស់គ្នានៅពេលនេះគួរតែងើបឡើងមកហើយនៅពេលនេះចៅឆាន់គាត់ក៏បានគិតថាសមាគមចម្រាញ់ឱសថវាក៏ជាកម្លាំងតូចរបស់ខ្ញុំមួយផងដែរវាប្រកាសជាមានអត្ថប្រយោជន៍ចំពោះខ្ញុំនៅពេលអនាគតស្រាប់តែពេលនោះក៏មានមនុស្សមួយក្រុមដែលបានមកទីកន្លែងមួយនេះផងដែរពួកគេបាននិយាយថាតើចៅឆាន់បាននៅទីកន្លែងមួយនេះទេបន្តមកប្រធានសមាគមឈៀវក៏បានឆ្លើយតបថាតើព្រះអង្គម្ចាស់ទី3មកទីនេះដើម្បីមានការអ្វីទៅបន្តមកព្រះអង្គម្ចាស់ទី3គេក៏បាននិយាយទៅកាន់ចៅឆាន់ថាចៅឆាន់ឯងបច្ចុប្បន្នធ្វើបាបអ្នកក្រៅបង្ករបស់យើងពេលនោះចៅធានក៏បាននិយាយទៅកាន់ព្រះអង្គម្ចាស់ទី3ថាខ្ញុំគ្រាន់តែសួរគេនៅពេលនោះទេប៉ុន្តែគេបច្ចុប្បន្នបើកការវាយប្រហារមកកាន់ខ្ញុំចៅឆាន់គាត់ក៏បានឆ្លើយតបទៅវិញថាយើងដឹងថាពួកឯងមកទីកន្លែងមួយនេះដើម្បីមកបង្កបញ្ហាជាមួយនឹងយើងហើយបើសិនជានៅពេលនេះឯងចង់បង្កបញ្ហាឆាប់និយាយមកតើឯងចង់បានអ្វីទៅយើងមិនចង់និយាយច្រើនជាមួយនឹងពួកឯងនៅពេលនេះទេបន្តមកពេលនេះចៅឆើនិងព្រះអង្គម្ចាស់ទី3ពួកគេក៏បានបញ្ជាកម្លាំងធាតុរៀងៗខ្លួនព្រះអង្គម្ចាស់ទី3ក៏បានបញ្ជាកងទ័ពដើម្បីទៅចាប់ចៅឆិនប៉ុន្តែត្រូវបានប្រធានសមាគមឈៀវចេញមករារាំងដែលគាត់បាននិយាយថាអ្នកទាំងអស់គ្នាមិនអាចធ្វើបែបនេះបានទេរួចពេលនោះព្រះអង្គម្ចាស់ទី3ក៏បាននិយាយថាហេតុអ្វីបានជាប្រធានសមាគមឈៀវពិតជាបានលូកដៃនៅក្នុងរឿងមួយនេះប្រធានសមាគមឈៀវបានឆ្លើយតបថាព្រះអង្គម្ចាស់ទី3អ្នកមិនអាចធ្វើបែបនេះចំពោះអ្នកប្រុសចៅឆាន់នោះទេគាត់គឺជាប្រធានកិត្តិយសនៅក្នុងសមាគមរបស់ពួកយើងបន្ទាប់ពីព្រះអង្គម្ចាស់ទី3បានស្ដាប់នៅពាក្យសម្ដីមួយនេះហើយគេក៏បាននិយាយថាតើនេះវាអាចទៅរួចដល់របៀបណាទៅប្រធានឈៀវលោកនៅពេលនេះកំពុងតែបោកប្រាស់ខ្ញុំហើយប្រធានឈៀវបានឆ្លើយតបទៅវិញថាបើសិនជាលោកមិនជឿទេលោកឆាប់សួរទៅកាន់មនុស្សគ្រប់គ្នាដែលនៅទីកន្លែងនេះទៅរួចមនុស្សដែលនៅក្នុងសមាគមថ្នាំនៅពេលនេះពួកគេបាននិយាយថាមែនហើយលោកម្ចាស់ចៅឆិនគាត់គឺជាប្រធានកិត្តិយសរបស់ពួកយើងហើយនៅពេលនេះព្រះអង្គម្ចាស់ទី3គេបាននិយាយថាជាមួយនឹងតំណែងប្រធានសមាគមខ្ញុំពិតជាមិនអាចធ្វើអ្វីបានទេចៅឆិនក៏បាននិយាយទៅកាន់ព្រះអង្គម្ចាស់ទី3ថាតើព្រះអង្គម្ចាស់ចង់ធ្វើអ្វីខ្ញុំនៅពេលនេះទៅព្រះអង្គម្ចាស់ទី3ក៏បានបញ្ជាកូនចៅទៅវិញហើយក៏បានចាក់ចេញអំពីទីកន្លែងមួយនេះចៅឆិនក៏បាននិយាយថាក្នុងនាមខ្ញុំជាប្រធានកិត្តិយសប៉ុន្តែនៅពេលនេះខ្ញុំពិតជាមានភាពបាក់មុខជាខ្លាំងដែលគេឈ្មោះរបស់ខ្ញុំពិតជាត្រូវបានបំផ្លាញព្រះអង្គម្ចាស់ទី3ក៏បានឆ្លើយតបទៅវិញចៅឆិនតើអ្នកចង់មានបញ្ហាអ្វីទៅចៅឆិនគាត់បាននិយាយថាជាមួយនឹងចៅធានគេពិតជាបានបំផ្លាញគេឈ្មោះរបស់ខ្ញុំត្រូវតែដោះស្រាយព្រះអង្គម្ចាស់ទី3ក៏បានឆ្លើយតបថាបានចឹងវាគ្មានអ្វីដែលពាក់ព័ន្ធជាមួយនឹងខ្ញុំទេអ្នកចង់ធ្វើអ្វីគឺធ្វើទៅចៅធានៅពេលនេះគេបាននិយាយថាព្រះអង្គម្ចាស់ទី3ហេតុអ្វីបានជាអ្នកពេលនោះចៅឆិនក៏បានចាប់ស្មាគេពីក្រោយខ្នងគាត់ក៏បាននិយាយទៀតថាឯងគ្រាន់តែជាកូនអុករបស់គេនោះទេក្នុងការមកដោះស្រាយជាមួយនឹងយើងចៅធានៅពេលនេះគេក៏បាននិយាយថាចៅឆិននៅពេលនេះសូមទោសជីវិតឲ្យខ្ញុំផងបន្តមកចៅឆិនក៏បានឆ្លើយតបទៅវិញចាប់តាំងពីឯងបានធ្វើជាឧបសគ្គរបស់យើងហើយយើងនឹងកំចាប់ឯងចេញអំពីផ្លូវបន្តមកក៏បានបើកការវាយប្រហារទៅកាន់គេដែលបានធ្វើឲ្យគេបានស្លាប់នៅពេលនេះទៅបន្ទាប់ពីបានសម្លាប់ចៅធារួចហើយពេលនេះចៅឆិនគាត់ក៏បាននិយាយទៅកាន់ប្រធានសមាគមឈៀវថាខ្ញុំពិតជាអរគុណទៅកាន់អ្នកទាំងអស់គ្នាហើយដែលបានជួយដោះស្រាយបញ្ហានៅទីកន្លែងមួយនេះប្រធានឈៀវគាត់ក៏បាននិយាយថាវាគ្មានបញ្ហានោះទេនៅក្នុងរឿងមួយនេះចៅឆិនគាត់ក៏បានលាទៅកាន់អ្នកទាំងអស់គ្នាហើយបាននិយាយថាបានចឹងពេលនេះខ្ញុំនឹងត្រឡប់ទៅកាន់មនស្សភាពវិញហើយស្រាប់តែពេលនោះប្រធានឈៀវក៏បាននិយាយទៀតថាលោកចៅឆិនអ្នកនៅពេលនេះត្រូវតែប្រុងប្រយ័ត្នផងព្រះអង្គម្ចាស់ទី3គេប្រកាសជាបានដាក់គោលដៅទៅលើអ្នកហើយគេប្រកាសជារកវិធីសាស្ត្រក្នុងការសងសឹកចៅឆិនគាត់ក៏បានឆ្លើយតបថាវាមិនអីនោះទេព្រះអង្គម្ចាស់ទី3គេប្រកាសជាមិនអាចធ្វើអ្វីមកកាន់ខ្ញុំបានឡើយគេមានតែប្រើប្រាស់វិធីសាស្ត្រលាក់កំបាំងនោះទេដើម្បីដោះស្រាយជាមួយនឹងខ្ញុំ
រួចសាច់រឿងរបស់យើងក៏បានកាត់មកខាងពេលនេះវិញដែលព្រះអង្គម្ចាស់ទី3គេបាននិយាយថាមិននឹកស្មានថាខ្ញុំនៅពេលនេះពិតជាមិនអាចធ្វើអ្វីទៅកាន់ចៅឆានបានពេលនោះអ្នកបម្រើក៏បាននិយាយប្រាប់ទៅកាន់គេថាខ្ញុំក៏បានឮចៅអានគេក៏បាននិយាយផងដែរថាគេចង់ដោះស្រាយជាមួយនឹងចៅឆានព្រះអង្គម្ចាស់ទី3នៅពេលនេះគួរតែបញ្ជាចៅអានដើម្បីដោះស្រាយជាមួយនឹងចៅឆានទៅព្រះអង្គម្ចាស់ទី3ក៏បានឆ្លើយតបទៅវិញជាមួយនឹងគំនិតមួយនេះវាពិតជាល្អបានជើមិនអីទេឆាប់ឲ្យគេទៅដោះស្រាយជាមួយនឹងចៅឆានទៅជាមួយនឹងចៅអានកម្លាំងរបស់គេពិតជាបានស្ថិតនៅក្នុងកម្រិតទី2ដំណាក់កាលខ្ពស់បន្តមកក៏បានកាត់មកខាងពេលនេះវិញដែលសូឈីនិងអ្នកគ្រូសាលីអឺក៏បាននិយាយប្រាប់ទៅកាន់ចៅឆានថាចៅអាននៅពេលនេះពិតជាចង់ដោះស្រាយជាមួយនឹងអ្នកចៅឆានជាមួយនឹងការវឹកហាត់របស់គេចៅឆានខ្ញុំគិតថាអ្នកពិតជាពិបាកដោះស្រាយជាមួយនឹងគេហើយចៅឆានគាត់ក៏បានឆ្លើយតបថាវាមិនអីនោះទេនេះពិតជាឱកាសរបស់ខ្ញុំហើយខ្ញុំនឹងដោះស្រាយជាមួយនឹងគេហើយចៅឆានក៏បានកើតក្នុងចិត្តថាជាមួយនឹងចៅអានគេពិតជាបានធ្វើបាបមកកាន់ម្ដាយខ្ញុំហើយនឹងខ្ញុំផងដែរជាមួយនឹងស៊ូឈីខ្ញុំពេលនេះប្រកាសជានឹងដោះស្រាយជាមួយនឹងគេអ្នកគ្រូសាលីអឺបាននិយាយទៀតថាចៅឆានបើសិនជាអ្នកពិតជាបានប្រយោជន៍ជាមួយនឹងគេមែនអ្នកប្រកាសជាមានរបួសធ្ងន់ធ្ងរហើយចៅឆានក៏បានឆ្លើយតបទៅវិញវាមិនអីទេអ្នកគ្រូខ្ញុំប្រកាសជាអាចដោះស្រាយជាមួយនឹងគេបានបន្តមកពេលនោះក៏បានលើកសំឡេងចៅអានដែលគេបាននិយាយថាមិននឹកស្មានថាឯងពិតជាមានភាពក្លាហានក្នុងការប្រយុទ្ធជាមួយនឹងយើងបន្តមកពួកគេក៏បានបញ្ចេញកម្លាំងធាតុរៀងៗខ្លួនចៅអានគេបាននិយាយទៀតថាយើងបានបើកនៅសរសៃដល់ទេវភាពតាំងពីអាយុ8ឆ្នាំការវឹកហាត់របស់យើងពិតជាមានកម្លាំងខ្លាំងជាងឯងចៅឆានបន្តមកចៅឆានក៏បាននិយាយទៅវិញថាបើចឹងឯងនៅពេលនេះគួរតែសាឡបងជាមួយនឹងយើងទៅដែលចៅអានគេក៏បានបញ្ចេញនៅបច្ចេកទេសរបស់គេវឹកហាត់ដែលគេបាននិយាយថាបច្ចេកទេសផ្គរលាន់ទាំង5ចៅឆានក៏បានបញ្ចេញនៅបច្ចេកទេសរបស់គាត់ផងដែរដែលបានធ្វើឲ្យចៅអានគេបាននិយាយថាតើនេះមែនទេគឺជាខ្សែឈាមខ្លាមេឃទោះជាយ៉ាងណាក៏ដោយចៅឆាននៅថ្ងៃនេះឯងមិនអាចយកឈ្នះយើងបានឡើយសរសៃឈាមកំណត់របស់ឯងប្រហែលជាមិនអាចប្រៀបធៀបជាមួយនឹងយើងបាននោះទេហើយចៅឆានក៏បានបញ្ចេញនៅបច្ចេកទេសបើការវាយប្រហារតែម្ដងទៅបន្តមកពួកគេក៏បានប៉ះទង្គិចគ្នាទោះជាយ៉ាងណាក៏ដោយចៅអានហាក់បីដូចជាមិនអាចទប់ទល់ជាមួយនឹងការវាយប្រហារមួយនេះទេបន្តមកគេក៏បានស៊ីម្ដាយរបស់ចៅឆានហើយចៅឆានក៏បានម៉ាត់គេចំម្ដាយកណាទ្រង់បន្តទៀតបន្ទាប់មកនៅពេលនេះគេក៏បានស៊ីម្ដាយចំកណ្ដាលកញ្ចឹងកដែលបានធ្វើឲ្យចៅអានៅពេលនេះគេក៏បានខ្ទាតប៉ោងទៅលើសង្វៀនដែលគេបាននិយាយទៀតថាតើនេះវាអាចទៅរួចដោយរបៀបណាទៅចៅឆានកម្លាំងរបស់ឯងតើឯងពិតជាបានប្រើវិធីសាស្ត្រសម្ងាត់អ្វីមែនទេក្នុងការប្រយុទ្ធជាមួយនឹងយើងចៅឆានក៏បានឆ្លើយតបថាវិធីសម្ងាត់បាត់ជើងយើងនឹងហើយបន្តមកក៏បានជន់ទៅលើក្បាលរបស់គេហើយបាននិយាយថាចៅឆានក៏បាននិយាយថាចៅអានយើងពិតជាមិនភ្លេចទេនៅអ្វីដែលឯងបានធ្វើបាបយើងទៅកាន់ម្ដាយរបស់យើងផងដែរបន្តមកពេលនោះក៏បានលើសំឡេងប្រតិចាដែលបានកាន់ផ្នែកច្បាប់គេក៏បាននិយាយទៅកាន់ចៅឆានថាហេតុអ្វីបានជាអ្នកពិតជាបានបង្កបញ្ហាដែលមានការប្រយុទ្ធគ្នានៅទីកន្លែងមួយនេះចៅអាននៅពេលនេះគេក៏បាននិយាយថាព្រឹត្តិការណ៍ឆាប់ដើរទៅកាន់គេទៅដែលពេលនេះចៅឆានក៏បានកើតក្នុងចិត្តថាមិននឹកស្មានថាគេគឺពិតជាធ្វើឆ្កែបម្រើរបស់សេអាហ្វាសោះដែលពេលនេះព្រះអង្គម្ចាស់ទី3ដែលគេមានឈ្មោះថាសេអាហ្វានគេក៏បាននិយាយទៅកាន់ចៅឆានថាចៅឆានចាប់តាំងពីអ្នកបានធ្វើខុសច្បាប់នៃវិន័យសាលាហើយទោះបីជាអ្នកជាប្រធានសមាគមក៏ដោយក៏អ្នកត្រូវតែចាប់ខ្លួនផងដែរពេលនោះអ្នកយាមក៏បានរកទៅចាប់ចៅឆានហើយក៏បានលេចចេញនៅព្រឹត្តិការណ៍ដែលត្រូវជានាយករងមកដែលគាត់បាននិយាយថាតើនៅទីកន្លែងមួយនេះវាមានបញ្ហាអ្វីទៅហេតុអ្វីបានជាមានមនុស្សច្រើនបែបនេះរួចព្រឹត្តិការណ៍ដែលបានកើនផ្នែកច្បាប់គេក៏បាននិយាយថាចៅឆានគេពិតជាបានបង្កបញ្ហានៅទីកន្លែងមួយនេះនាយករងគាត់ក៏បានឆ្លើយតបទៅកាន់ព្រឹត្តិការណ៍វិញថាតើអ្នកប្រកាសវាទេថាចៅឆានពិតជាបានបង្កបញ្ហានៅទីកន្លែងមួយនេះបើសិនជាអ្នកពិតជាមិនគោរពច្បាប់នៃសាលាហើយពិតជាបានធ្វើខុសមែនបើតាមខ្ញុំមើលបីមិញវាហាក់បីដូចជាចៅឆានគាត់ពិតជាមិនបានធ្វើអ្វីនោះទេរួចព្រឹត្តិការណ៍ដែលបានកាន់ផ្នែកច្បាប់ក៏បាននិយាយទៅកាន់នាយករងថានៅពេលនេះខ្ញុំពិតជាបានធ្វើខុសហើយរួចនាយករងក៏បាននិយាយបន្តទៀតជាមួយនឹងតំណែងព្រឹត្តិការណ៍របស់អ្នកដែលបានកាន់ផ្នែកច្បាប់នៅពេលនេះនឹងត្រូវដកចេញហើយអ្នកក៏ត្រូវខកខ្លួនរយៈពេល10ថ្ងៃផងដែរចៅអានគេក៏ត្រូវជាប់គុករយៈពេល3ថ្ងៃដែលសេហ្វានៅពេលនេះគេបាននិយាយថាហេតុអ្វីបានជានាយករងពិតជាបានចេញមកជួយចៅឆានរួចនាយករងក៏បាននិយាយទៅកាន់សេហ្វានព្រះអង្គម្ចាស់ទី3អ្នកក៏បង្កបញ្ហានៅទីកន្លែងមួយនេះច្រើនពេកនេះវាមិនមែនជារាជវាំងទេបន្ទាប់មកសេហ្វានគេក៏បាននិយាយថាវាមិនអីនោះទេខ្ញុំនៅមិនបង្កបញ្ហាទៀតឡើយ
នាយករងក៏បាននិយាយទៀតថាបើសិនជាមានលើកក្រោយអ្នកក៏ត្រូវបានចាប់ខ្លួនផងដែរបន្ទាប់មកនាយករងក៏បាននិយាយទៅកាន់ចៅឆាន់អ្នកនៅពេលនេះឆាប់មកតាមខ្ញុំមកខ្ញុំមានរឿងមួយដែលចង់និយាយជាមួយនឹងអ្នកហើយសាច់រឿងរបស់យើងក៏បានកាត់មកខាងពេលនេះវិញដែលចៅឆាន់ក៏បានសួរថាតើនាយករងហៅខ្ញុំមកទីកន្លែងមួយនេះតើមានការអ្វីទៅបន្ទាប់មកពេលនោះនាយករងក៏បានងាកមកស្រាប់តែពេលនោះនាងក៏បានយំដែលបាននិយាយទៅកាន់ចៅឆាន់ថាតើអ្នកអាចជួយមកកាន់ខ្ញុំបានទេចៅឆាន់ក៏បានឆ្លើយតបថាតើខ្ញុំអាចជួយអ្វីទៅកាន់ព្រឹទ្ធាចារ្យបានទៅនៅពេលនេះហើយក៏បានលើកជង្គង់នៅចំពោះមុខចៅឆាន់បាននិយាយទៀតថាចៅឆាន់អ្នកនៅពេលនេះសូមជួយសងសឹកឲ្យខ្ញុំផងឈិនគួងគេពិតជាបានសម្លាប់មកកាន់គ្រួសាររបស់ខ្ញុំគេក៏ជាអធិរាជនៃចក្រភពឈិនរួចពេលនោះចៅឆាន់ក៏បានឆ្លើយតបទៅវិញមែនហើយឈិនគួងគេក៏ជាអធិរាជម្នាក់ផងដែរគេឈ្មោះរបស់គេពិតជាមានភាពល្បីល្បាញនៅក្នុងអាណាចក្រសៀនធានហើយអ្វីបានជាព្រឹទ្ធាចារ្យពិតជាបានពឹងផ្អែកមកលើខ្ញុំដែលជាអ្នកវឹកហាត់កម្រិតទី1បន្តមកពេលនោះព្រឹទ្ធាចារ្យយានឈីងសាវក៏បាននិយាយទៅកាន់ចៅឆានថាកន្លែងនេះអេដមីនសូមនិយាយមួយជាមួយនឹងព្រឹទ្ធាចារ្យយានឈីងសាវភាគមុនអេដមីនហៅឈ្មោះគាត់ខុសដែលច្រឡំឈ្មោះជាមួយនឹងម្ចាស់ប្រាសាទលសិនដែលគាត់មានឈ្មោះថាយ៉ាងរនធានដែលចៅឆានគាត់បានធ្វើឃាតទៅកាន់កូនប្រុសរបស់គាត់ឥឡូវចូលមកសាច់រឿងរបស់យើងវិញដែលពេលនេះព្រឹទ្ធាចារ្យយានឈីងសាវបាននិយាយទៀតថាខ្ញុំមើលនៅក្នុងខ្លួនរបស់អ្នកទៅពិតជាមានធម៌ពលចម្លែកដែលធម៌ពលមួយនេះពិតជាមិនអាចនឹកស្មានដល់វាច្បាស់ណាស់ធម៌ពលមួយនេះពិតជាមានភាពអាក្បាំងជាខ្លាំងប្រហែលមានតែអ្នកនោះទេដែលជួយសងសើមកកាន់ខ្ញុំបានដែលពេលនេះចៅឆានក៏បានគិតក្នុងចិត្តថាមើលទៅកែភ្នែករបស់យានឈីងសាវពិតជាមានភាពអាក្បាំងពិតមែនដែលអាចមើលដឹងពីអាក្បាំងមួយចំនួនរបស់ខ្ញុំបានរួចពេលនេះព្រឹទ្ធាចារ្យយានឈីងសាវក៏បានខ្លាយទៅជាក្មេងតូចហើយបាននិយាយថាចៅឆានតើអ្នកព្រមសន្យាជាមួយនឹងខ្ញុំទេថាអ្នកនឹងជួយខ្ញុំសងសឹកបើសិនជាអ្នកត្រូវការអ្វីនៅពេលនេះខ្ញុំពិតជាអាចឲ្យបានទោះបីជាខ្លួនរបស់ខ្ញុំនៅពេលនេះក៏ដោយក៏ខ្ញុំអាចឲ្យវាទៅកាន់អ្នកបានផងដែរនៅពេលនោះចៅឆានក៏បាននិយាយថាអ្នកមិនចាំមិនធ្វើបែបនេះក៏បានផងដែរខ្ញុំពិតជាមិនហ៊ានសន្យាថាខ្ញុំនឹងអាចធ្វើរឿងទាំងអស់នេះបាននោះទេនៅថ្ងៃអនាគតយានឈិងសាវក៏បានឆ្លើយតបទៅវិញខ្ញុំប្រកាសថាអ្នកពិតជាអាចធ្វើរឿងទាំងអស់នេះបាននៅថ្ងៃអនាគតជាមួយនឹងយន្តសន្តកកដែលអ្នកត្រូវការនៅពេលនេះវាបច្ចុប្បន្នស្ថិតនៅក្នុងទឹកដីស្ងាត់នៃបដិសភារបស់ពួកយើងហើយក៏បានកាត់មកខាងពេលនេះវិញដែលចៅឆានគាត់បាននិយាយថាដើម្បីអាចចូលទៅកាន់ទឹកដីស្ងាត់បាននៅពេលនេះត្រូវតែឲ្យខ្ញុំនៅពេលនេះជាប់ចំណាត់ថ្នាក់ពណ៌លឿងដែលត្រូវជាលេខ1ខ្ញុំនៅពេលនេះហាក់បីដូចជាមិនតន់ចង់ប្រយុទ្ធនោះទេបើតែនៅពេលនេះកលាតេសៈវាបច្ចុប្បន្នតច្រកហើយខ្ញុំត្រូវតែប្រយុទ្ធជាមួយនឹងចំណាត់ថ្នាក់ពណ៌លឿងនៅពេលនេះខ្ញុំត្រូវតែយកលេខ1ឲ្យបានបន្តមកគាត់ក៏បានដើរចូលទៅកន្លែងការប្រកួតចំណាត់ថ្នាក់ពណ៌លឿងដែលនៅទីកន្លែងមួយនេះកំពុងតែមានបរិសម្នាក់កំពុងតែប្រយុទ្ធគ្នាចៅឆិនគាត់បាននិយាយថាស្រាប់តែពេលនោះស៊ូឈីក៏បានលេចចេញមកហើយក៏បាននិយាយទៅកាន់ចៅឆិនបងប្រុសចៅឆិនតើអ្នកក៏បានមកប្រកួតនៅទីកន្លែងនេះផងដែរមែនទេបន្តមកចៅឆិនក៏បានឆ្លើយតបទៅវិញថាមែនហើយខ្ញុំត្រូវតែប្រកួតនៅទីកន្លែងមួយនេះដើម្បីទទួលបានចំណាត់ថ្នាក់លេខ1ស្រាប់តែពេលនោះក៏បានធ្វើឲ្យស៊ូឈីក៏មានការភ្ញាក់មកផងដែរបងប្រុសចៅឆិនតើអ្នកនិយាយនេះកំពុងតែនិយាយលេងមែនទេរួចពេលនោះបរិសដែលនៅលើសង្វៀនក៏បាននិយាយថាតើអ្នកកំពុងតែនិយាយអ្វីហ្នឹងបើសិនជាអ្នកចង់បានលេខ1ពិតមែនអ្នកគួរតែឆ្លងកាត់ខ្ញុំជាមុនសិនទៅក្នុងនាមខ្ញុំជាអ្នកមានចំណាត់ថ្នាក់ទី30តើអ្នកអាចតបតជាមួយនឹងខ្ញុំបាន3ស្នេហ៍ទេរួចចៅឆិនក៏បានហក់ឡើងទៅលើសង្វៀនគាត់បាននិយាយថាសម្រាប់ខ្ញុំនៅពេលនេះវាមិនចាំឲ្យដល់3ស្នេហ៍នោះទេត្រឹមតែ1ស្នេហ៍បានហើយរួចបរិសម្នាក់នេះក៏បានចាប់ផ្ដើមបើកការវាយប្រហារទៅកាន់ចៅឆិនបន្តមកចៅឆិនគាត់ក៏បានយកដៃរបស់គាត់ដើម្បីវាយប្រហារជាមួយនឹងដៃបរិសម្នាក់នេះវិញដែលបានធ្វើឲ្យដៃបរិសដែលបានជាប់ចំណាត់ថ្នាក់ទី30នៅពេលនេះក៏បានបាក់ឆ្អឹងហើយគេក៏បានចេញទៅរួចចៅឆិនគាត់ក៏បាននិយាយថាអ្នកដែលបានជាប់ចំណាត់ថ្នាក់ចាប់ពី30ចុះក្រោមឡើងទៅនៅពេលនេះឆាប់ចូលទាំងអស់គ្នាមកខ្ញុំមិនចង់មានការប្រយុទ្ធម្ដងមួយនោះទេវាពិតជាបានធ្វើឲ្យខ្ញុំចំណាយកម្លាំងជាច្រើនរួចអ្នកទស្សនានៅទីកន្លែងមួយនេះពួកគេបាននិយាយថាតើចៅឆិនគេពិតជាចង់ប្រយុទ្ធជាមួយនឹងមនុស្សទាំង29នាក់នៅពេលនេះមែនទេរួចនៅពេលនោះក៏មានមនុស្សដែលបានជាប់ចំណាត់ថ្នាក់ទី30ចុះក្រោមពួកគេក៏បានចេញមកហើយបាននិយាយថាតើអ្នកគឺជាអ្នកណាគេទៅហេតុអ្វីបានជាចំប្រកួតជាមួយនឹងពួកយើងទៅអស់គ្នានៅពេលនេះវាហាក់បីដូចជាអ្នកនៅពេលនេះពិតជាមានភាពក្អេកក្អាងជាខ្លាំងបានជឿមិនអីទេពួកយើងទាំងអស់គ្នានឹងធ្វើការចាប់ការអ្នកនៅពេលនេះរួចនៅពេលនោះក៏មានមនុស្សជាច្រើនដែលបានហក់ឡើងទៅលើសង្វៀនដើម្បីបើកការវាយប្រហារជាមួយនឹងចៅឆិន
ទោះជាយ៉ាងណាក៏ដោយនៅពេលនេះចៅឆាន់គាត់មិនមានការភ័យខ្លាចអ្វីនោះទេគាត់ក៏បានចាប់ផ្ដើមបើកការវាយប្រហារទៅវិញហើយសាច់រឿងក៏បានកាន់មកខាងពេលនេះវិញដែលកូនចៅរបស់សេអាហ្វានក៏បានមកប្រាប់ថាលោកម្ចាស់នៅពេលនេះចៅឆាន់គេពិតជាបានប្រយុទ្ធជាមួយនឹងកម្ពុជាទាំង30នៃចំណាត់ថ្នាក់ពណ៌លឿងហើយគេពិតជាបានប្រយុទ្ធទាំងអស់គ្នាសាវហ្វានគេបាននិយាយថាតើចៅឆាន់គេកំពុងតែធ្វើរឿងឈួតអ្វីទៀតហើយកូនចៅរបស់គេក៏បាននិយាយទៀតថាលោកម្ចាស់នៅពេលនេះគួរតែយកកំណត់ពឺដែលលោកម្ចាស់មានទៅឲ្យលីសាងដើម្បីសម្លាប់ទៅកាន់ចៅឆាន់ទៅសាវហ្វានគេបានឆ្លើយតបថាខ្ញុំគិតថាវាក៏ល្អផងដែរខ្ញុំនឹងយកកំណត់មួយនេះទៅឲ្យគេក្នុងការសម្លាប់ចៅឆាន់ហើយសាច់រឿងរបស់យើងក៏បានកើតមកខាងពេលនេះវិញពិតជាមានមនុស្សដែលបានចែងក្រមនៃចៅឆាន់ជាច្រើនហើយនៅពេលនោះក៏បាននៅសល់បារម្ភម្នាក់ដែលគេមានឈ្មោះថាលីសានដែលត្រូវជាចំណាប់ថ្នាក់លេខ1ពណ៌លឿងគេបាននិយាយទៅកាន់ចៅឆាន់ថាមនឹកស្មានថាអ្នកពិតជាបដូរមនុស្សជាច្រើននៅទីកន្លែងមួយនេះសោះដែលពេលនេះចៅឆាន់ក៏បានគិតក្នុងចិត្តថាជាមួយកម្លាំងនៅក្នុងខ្លួនរបស់បារម្ភម្នាក់នេះវាពិតជាមានភាពខុសខើជាខ្លាំងបន្ទាប់ពីបានក៏រួចលីសាងក៏បានបើកការវាយប្រហារទៅកាន់ចៅឆាន់ទោះជាយ៉ាងណាក៏ដោយចៅឆាន់ក៏អាចទប់ទល់ជាមួយនឹងការវាយប្រហារមួយនេះបានចៅឆាន់គាត់ក៏បានកើតថាជាមួយនឹងការប៉ះទង្គិចគ្នាជាលើកដំបូងបរិះម្នាក់នេះគេពិតជាមិនទាន់បានបញ្ចេញកម្លាំងពេញលេញនោះទេហើយលីសាងក៏បាននិយាយទៅកាន់ចៅឆាន់ថាចៅឆាន់អ្នកពិតជាស័ក្តិសមធ្វើជាគូប្រកួតរបស់ខ្ញុំបើសិនជាអ្នកចង់ទទួលបានលេខ1នៅពេលនេះអ្នកគួរតែឆ្លងកាត់ខ្ញុំជាមុនសិនទៅបន្តមកចៅឆាន់គាត់ក៏បាននិយាយទៀតថាវាមិនអីទេខ្ញុំក៏បញ្ចេញកម្លាំងពេញលេញរបស់ខ្ញុំផងដែររួចពួកគេក៏បានប៉ះទង្គិចគ្នាបន្តទៀតហើយក៏បានធ្វើឲ្យសម្ពាធនៅទីកន្លែងមួយនេះវាក៏បានកើតឡើងដែលលីសាំងនៅពេលនេះគេហាក់បីដូចជាមិនអាចទប់ទល់បានបន្តទៀតទេក៏ត្រូវបានចៅឆាន់វាយត្រូវជាច្រើនដែរទោះជាយ៉ាងណាក៏ដោយចៅឆាន់គាត់ក៏បាននិយាយថារាងកាយរបស់អ្នកពិតជាតានពិតមែនលីសាំងក៏បានឆ្លើយតបទៅវិញថាមែនហើយរាងកាយរបស់ខ្ញុំពិតជាបានលត់ដំជាច្រើនដងហើយនៅពេលនេះវាហាក់បីដូចជាមិនអាចបំផ្លាញបានបន្តមកចៅឆាន់ក៏បានត្រៀមខ្លួនប្រយុទ្ធបន្តទៀតដែលពេលនេះលីសាំងក៏បានមកជិះនៅខ្សែឈាមរបស់គេហើយក៏បានបើកការវាយប្រហារជាច្រើនទៅកាន់ចៅឆាន់ដែលបានធ្វើឲ្យទីកន្លែងមួយនេះហើយពេលនេះលីសាំងគេបាននិយាយថាចៅឆាន់តើអ្នកអាចទប់ទល់ការវាយប្រហារដ៏ខ្លាំងក្លារបស់ខ្ញុំបានទេបន្ទាប់ពីគេបានងាកទៅគេក៏មានការភ្ញាក់ផ្អើលជាខ្លាំងដែលគេបាននិយាយទៀតថាតើនេះអាចទៅរួចដល់របៀបណាទៅអ្នកពិតជាអាចទប់ទល់ការវាយប្រហាររបស់ខ្ញុំបានពិតមែនហើយពេលនេះចៅឆាន់ក៏បានចាប់ផ្ដើមបើកការវាយប្រហារទៅកាន់លីសាំងវិញដែលបានធ្វើឲ្យលីសាំងគេនៅពេលនេះហាក់បីដូចជាមានការចាញ់ប្រៀបទៅកាន់ចៅឆាន់រួចពេលនោះបរិះអាកាបាំងដែលត្រូវជាកូនចៅរបស់សេហ្វានបាននិយាយទៅកាន់លីសាំងថាអ្នកនៅពេលនេះឆាប់យកក្បាត់ពើមួយនោះចេញមកដើម្បីប្រយុទ្ធជាមួយនឹងចៅឆាន់អ្នកគួរតែយកឈ្នះនៅក្នុងការប្រកួតមួយនេះបានហើយបន្តមកពេលនោះលីសាំងគេក៏បានដកចេញនៅកម្រិតពើដែលសេវហ្វានគេបានប្រកល់ឲ្យហើយគេក៏បាននិយាយទៀតថាតើវាពិតជាឲ្យខ្ញុំយកឈ្នះនៅក្នុងការប្រកួតនេះមែនទេរួចក៏បានងាកទៅនិយាយជាមួយនឹងកូនចៅរបស់សេហ្វានថាវាហាក់បីដូចជាកម្រិតមួយនេះគ្មានតម្លៃសម្រាប់ខ្ញុំទេបន្ទាប់មកក៏បានគប់ទៅរកគេដែលបានធ្វើឲ្យកម្រិតពើមួយនេះចាក់ទៅលើខ្លួនរបស់គេទៅរួចពេលនោះលីសាំងក៏បានឆ្លើយតបថាខ្ញុំមិនត្រូវការចែកជំនះទាំងបែបនេះនោះទេឯងឆាប់ប្រាប់ទៅកាន់សេហ្វានវិញទៅដែលពេលនេះគេក៏បាននិយាយទៅកាន់ចៅឆាន់ថាមនឹកស្មានថាអ្នកគឺជាគូប្រកួតរបស់ខ្ញុំដែលពិតជាអាចយកឈ្នះមកកាន់ខ្ញុំពិតមែនប៉ុន្តែលើកក្រោយពួកយើងនឹងមានការប្រកួតគ្នាម្ដងទៀតខ្ញុំនឹងមិនចាញ់អ្នកម្ដងទៀតនោះទេចៅឆាន់គាត់ក៏បានឆ្លើយតបទៅវិញថាមែនហើយខ្ញុំក៏នឹងមិនចាញ់អ្នកផងដែររួចបន្តមកលីសាំងក៏បានសូមចៅឆាន់ចាក់ចេញទៅមុនទៅហើយនៅពេលនេះចៅឆាន់គាត់បាននិយាយថាមើលទៅខ្ញុំគួរតែបំបីកម្រិតចូលទៅកាន់កម្រិតទី2ហើយបន្តមកក៏បានកាត់មកខាងពេលនេះវិញដែលស៊ូឈីបានប្រាប់ទៅកាន់ចៅឆាន់ថានេះគឺជាកន្លែងវឹកហាត់ដ៏ល្អមួយវាគឺជាប្រាសាទ9ជាន់បើសិនជាបងប្រុសចៅឆាន់អាចឡើងទៅកាន់ជាន់ទី9បានថាមពលបរិសុទ្ធវាពិតជាមានច្រើនជាងគេនៅទីកន្លែងជាន់ទី9នោះប៉ុន្តែពិតជាមិនមានមនុស្សច្រើននោះទេដែលបានឆ្លងកាត់នៅជាន់ទី9នោះរួចសាច់រឿងរបស់យើងក៏បានកាន់មកខាងពេលនេះវិញដែលសេហ្វានគេពិតជាមានការខឹងសម្បាជាខ្លាំងគេបាននិយាយថាលីសាំងអ្នកពិតជាបានសម្លាប់អ្នកក្រៅបង្កប់របស់ខ្ញុំពេលនោះចៅអានក៏បាននិយាយថាលោកម្ចាស់នៅពេលនេះគួរតែសម្លាប់ទៅកាន់លីសាំងទៅគេពិតជាបានក្បត់សេហ្វានគេបាននិយាយថាយើងមិនអាចធ្វើបាននេះបានទេលីសាំងគេក៏ជាកូនប្រុសរបស់អាត្រេកឈេនម្នាក់ផងដែរទោះជាយ៉ាងណាក៏ដោយនៅពេលនេះយើងត្រូវតែចាប់ការទៅកាន់ចៅឆាន់បើមិនដូច្នេះទេយើងពិតជាមិននៅសុខឡើយ
ចៅអាននៅពេលនេះបាននិយាយទៅកាន់សែលហ្វាថាព្រះអង្គម្ចាស់នៅពេលនេះចៅឆិនគេពិតជាបានទៅប្រាសាទ9ជាន់ដើម្បីបំបីកម្រិតចូលទៅកាន់កម្រិតទី2ពួកយើងគួរតែទៅរារាំងគេនៅទីកន្លែងមួយនោះសែលហ្វានគេនិយាយថាបានជាមិនអីទេឆាប់ណាប់គ្នាទៅប្រាសាទ9ជាន់ទៅពួកយើងឆាប់ទៅរារាំងគេរួចសាច់រឿងរបស់យើងក៏បានកាត់មកខាងពេលនេះវិញដែលមនុស្សគ្រប់គ្នាពួកគេបាននិយាយថាចៅឆិនគេពិតជាបានឡើងទៅកាន់ជាន់ទី8ហើយហេតុអ្វីបានជាវាលឺយ៉ាងនេះដែលកាន់មកខាងពេលនេះវិញដែលចៅឆិនគាត់បាននិយាយថាជាមួយនឹងសរសៃទេវភាពទាំង49របស់ខ្ញុំនៅពេលនេះត្រូវតែបំបីចូលទៅកាន់សរសៃទី50ឲ្យបានទោះបីជាខ្ញុំអាចបំបីវាបានក៏ដោយប៉ុន្តែធម្មពលវិញ្ញាណដែលសរសៃទី50វាពិតជាត្រូវការធម្មពលវិញ្ញាណជាច្រើនខ្ញុំនៅពេលនេះគួរតែធ្វើដំណើរទៅកាន់ជាន់ទី9ហើយបានអាចជួយខ្ញុំបានបំបីចូលទៅកាន់កម្រិតទី2ដែលពេលនេះសែលហ្វានក៏បានបញ្ជាទៅកាន់ចៅអានថាអ្នកនៅពេលនេះឆាប់ទៅរារាំងចៅឆិននោះទៅពេលនោះស៊ូឈីក៏បានចេញមករារាំងដែលបាននិយាយថាចៅអានតើអ្នកចង់ធ្វើអ្វីទៅចៅអានគេបានឆ្លើយតបថាស៊ូឈីឯងគ្រាន់តែជាសម្រាមនៅក្នុងគ្រួសារទេឆាប់ចាស់ចេញអំពីផ្លូវរបស់យើងទៅយើងមិនចង់យកដៃរបស់យើងប៉ានៅខ្លួនរបស់ឯងទេបន្តមកស៊ូឈីក៏បាននៅតែរារាំងរួចបន្តមកពេលនោះចៅអានក៏បានបើកការវាយប្រហារទៅកាន់ស៊ូឈីដែលបានធ្វើឲ្យគាត់ឈាមហើយគេក៏បានដើរទៅមុខបន្តទៀតទោះជាយ៉ាងណាក៏ដោយស៊ូឈីក៏បានចេញមករារាំងគេម្ដងទៀតផងដែរហើយនៅពេលនេះចៅអានក៏បានបើកការវាយប្រហារម្ដងទៀតដែលការវាយប្រហារលើកនេះវាពិតជាខ្លាំងជាងមុនរួចនៅពេលនោះគេបាននិយាយទៀតថាចៅឆិនខ្ញុំនាំឲ្យអ្នកសម្រេចអំពីកិច្ចការមួយនេះទេរួចគេពេលនោះក៏រៀបនឹងទៅទៀតហើយប៉ុន្តែត្រូវបានស៊ូឈីចាប់ជើងគេម្ដងទៀតស៊ូឈីបាននិយាយថាចៅអានខ្ញុំនាំឲ្យអ្នកសម្រេចអំពីរឿងមួយនេះនោះទេដែលចៅអាននៅពេលនេះគេបាននិយាយថាបើតាមមើលទៅពេលនេះយើងគួរតែសម្លាប់អញហើយពេលនោះគេក៏បានយកជើងរៀបជាន់ទៅកាន់ស៊ូឈីស្រាប់តែពេលនោះក៏មានធម្មពលដែលបានផ្ទុះជើងអំពីប្រាសាទ9ជាន់ដែលពេលនេះត្រូវបានចៅឆិនគាត់បាននិយាយថាការបំបីសរសៃដល់ទេវភាពចំនួនទាំង50បន្តមកធម្មពលក៏បានចេញរត់តែខ្លាំងជាងមុនទៅទៀតដែលចៅអាននៅពេលនេះបន្តពីគេបានឃើញគេបាននិយាយថាបើតាមមើលទៅខ្ញុំពិតជាមិនអាចនៅទីកន្លែងនេះបានទេខ្ញុំគួរតែចាកចេញអំពីទីកន្លែងមួយនេះបន្តមកពេលនោះចៅឆិនក៏បានចេញមករារាំងគេដែលគាត់បាននិយាយថាចៅអានតែនៅពេលនេះចង់ចាកចេញទៅណាទៅបន្តមកពេលនោះចៅឆិនក៏បានចាប់ផ្ដើមបើកការវាយប្រហារទៅកាន់ចៅអានដែលពេលនេះចៅអានគេបាននិយាយថាចៅឆិនយើងបានមកពីគ្រួសារតែមួយទេបន្តមកពេលនោះចៅឆិនក៏បានបើកការវាយប្រហារទៅកាន់គេទៅដែលចៅអាននៅពេលនេះគេបាននិយាយថាចៅឆិនឯងពិតជាបានបំផ្លាញសរសៃដល់ទេវភាពរបស់យើងចៅឆិនក៏បានឆ្លើយតបថាឯងគ្រាន់តែជាឆ្កែបម្រើរបស់សែលហ្វាននោះទេគុំចង់និយាយជាមួយនឹងយើងបន្តមកគាត់ក៏បានយកថ្នាំទៅឲ្យស៊ូឈីដើម្បីលេបក្នុងការព្យាបាលរបួសនៅពេលនេះបន្ទាប់ពីស៊ូឈីបានលេបរួចពេលនោះចៅឆិនក៏បាននិយាយទៅកាន់សែលហ្វានថាសែលហ្វានឯងពិតជាបានបង្កបញ្ហាជាមួយនឹងយើងជាច្រើនដងហើយពេលនេះសែលហ្វានក៏បានបញ្ជាទាហានរបស់ពួកគេដើម្បីទៅចាប់ការចៅឆិនប៉ុន្តែពួកទាហានទាំងនេះពួកគេក៏មានការភ័យខ្លាចផងដែរទោះជាយ៉ាងណាក៏ដោយពេលនោះចៅឆិនគាត់បាននិយាយថាពួកឯងមិនចាំបាច់មកចាប់ការយើងទេយើងនឹងចាប់ការទៅលើពួកឯងជាងមុនហើយក៏បានប្រើនៅអាណាតភ្លើងរបស់គាត់ដើម្បីសម្លាប់ទៅកាន់ទាហានទាំងអស់នេះទៅដែលពេលនេះសែលហ្វានក៏មានការភ័យខ្លាចផងដែរសែលហ្វានគេបាននិយាយថាចៅឆិនយើងគឺជាព្រះម្ចាស់ទី3បើសិនជាឯងពិតជាសម្លាប់យើងឪពុករបស់យើងប្រកាសជានឹងសងសឹកឯងប៉ុន្តែការនិយាយរបស់គេវាហាក់បីដូចជាមិនមានប្រសិទ្ធភាពឡើយចៅឆិនក៏បានមកគេម្ដាយហើយក៏បានប៉ាវឡើងទៅលើមេឃបាត់ទៅគេបាននិយាយថាចៅឆិនយើងនឹងចាំទុកនៅថ្ងៃនេះបន្ទាប់មកពេលនោះស៊ូឈីក៏បានដើរមករកចៅឆិនហើយបាននិយាយថាបងប្រុសចៅឆិនប៉ុន្មានថ្ងៃមុនគឺមានក្មេងស្រីម្នាក់ដែលបានមករកបងប្រុសចៅឆិនក៏បានសួរថាតើនាងគឺជាអ្នកណាគេទៅស៊ូឈីក៏បាននិយាយបន្តទៀតក្មេងស្រីម្នាក់នោះបើតាអ្វីដែលខ្ញុំចង់ចាំនាងគឺមានឈ្មោះថាសែវជីវនៅពេលនោះនាងពិតជាចង់ជួបទៅកាន់បងប្រុសចៅឆិនជាខ្លាំងប៉ុន្តែដោយសារតែបងប្រុសចៅឆិនមិនបាននៅក្នុងបណ្ឌិតសភាបន្ទាប់ពីចៅឆិនបានស្ដាប់នូវឈ្មោះទាំងនេះហើយគាត់បាននិយាយថាខ្ញុំហាក់បីដូចជាមិនស្គាល់ក្មេងស្រីដែលមានឈ្មោះថាសែវជីវម្នាក់នេះនោះទេស្រាប់តែពេលនោះសែវជីវក៏បានរត់មកទីកន្លែងមួយនេះនាងបាននិយាយថាប្តីពេលនេះខ្ញុំពិតជាបានរងចាំអ្នកជាយូរហើយដែលបានធ្វើឲ្យចៅឆិនគាត់បាននិយាយថាខ្ញុំនៅពេលនេះមិនមែនជាប្តីរបស់អ្នកនោះទេបន្តមកពេលនោះសែវជីវក៏បាននិយាយថាប៉ុន្តែបងប្រុសចៅឆិនពិតជាបានប៉ះពាល់មកការរាងកាយរបស់ខ្ញុំហើយនៅពេលដែលព្យាបាលរបួសពេលនោះ
តើពេលនេះបងប្រុសចៅឆិនពិតជាមិនទទួលយកខ្ញុំធ្វើជាប្រពន្ធមែនទេដែលបានធ្វើឲ្យពេលនេះចៅឆិនពិតជាពិបាកបកស្រាយជាខ្លាំងពេលនោះស៊ូឈីក៏បាននិយាយថាបងប្រុសចៅឆិនអ្នកក៏ជាមនុស្សប្រុសផងដែរអ្នកត្រូវតែទទួលខុសត្រូវនៅក្នុងរឿងមួយនេះចៅឆិនគាត់ក៏បានឆ្លើយតបថាអ្នកកុំចេះតែនិយាយអីអ្នកនៅពេលនេះមិនតាន់បានដឹងរឿងការពិតនោះទេដែលពេលនេះសែវជាវក៏បាននិយាយថាលោកពូលីគាត់ពិតជាបានចាក់ចេញអំពីខ្ញុំហើយដោយសារតែគាត់មានកិច្ចការមួយចំនួនដែលត្រូវដោះស្រាយពេលនេះខ្ញុំពិតជានៅម្នាក់ឯងដែលគ្មានអ្នកណាដែលបានការពារខ្ញុំនោះទេតើបងប្រុសចៅឆិនពិតជាចង់បោះបង់ខ្ញុំចោលផងដែរមែនទេចៅឆិនគាត់ក៏បានឆ្លើយតបថាខ្ញុំពិតជាមិនមានកំណត់បែបនេះទេចាប់តាំងពីលោកពូលីពិតជាបានចាក់ចេញទៅហើយវាមិនអីនោះទេខ្ញុំនឹងការពារអ្នកជំនួសគាត់នៅពេលនេះសូមអ្នកក៏មានការព្រួយបារម្ភបន្តទៀតអីដែលបានធ្វើឲ្យចៅឆិននៅពេលនេះគាត់ក៏បានគិតថាប្រហែលជាវាជាប់តាក់ទងជាមួយនឹងជីវិតរបស់សែវជាវហើយពិតជាមានមនុស្សដែលបានដេញតាមសម្លាប់ទៅលើលោកពូលីហើយសាច់រឿងរបស់យើងភាគនេះគឺមានតែប៉ុណ្ណឹងអរគុណពុកម៉ែបងប្អូនសម្រាប់ការទស្សនា